21ដែលមិនដេចហៅថាផាសនៃរលកផាសនៃរលកគឺជាដំណើររង្វិលនៃ vector បង្កើតបានជាមុំមួយ22ដោយមិនដេចដែលហៅថារលកចិញ្ច្រាំរលកចិញ្ច្រុំគឺជារលក sinusoid 2ដែលមាន amplitude និងជំហានរលកដូចគ្នាផ្លាស់ទីតាមទិសដៅផ្ទុយគ្នាសំណួរទី23ដោយមិនដេចហៅថា resonance 23សំណួរទី23ដែលមិនដេចហៅថា resonance មានប្រមាណប្រភេទឲ្យនិយមន័យនៃប្រភេទនីមួយៗ resonance គឺជាលំអៀងរបស់រំយោល resonance គឺជាលំអៀងរបស់ប្រព័ន្ធរំយោលនៅត្រង់ amplitude អតិបរមានិងប្រេកង់ដែលមានខួបតូចហើយ resonance មានពីរប្រភេទគឺ resonance ស្ទួកជា resonance ដែលមាន amplitude មិនសូវខ្លាំងតែមានដែន resonance ធំ resonance ឆ្មាជា resonance ដែលមាន amplitude ខ្លាំងតែមានដែន resonance ទូចវិញអញ្ចឹងបើឆ្មា amplitude វាខ្លាំងប៉ុន្តែដែនវាទូចអញ្ចឹងមកគេហៅវាឆ្មាដោយសារតែដែនវាទូចបើស្ទួក resonance វានឹងមានដែនធំ24តើ amplitude នៃរលកតម្រួតនិងរំយោលដូចគ្នាឬទេចូលបញ្យល់ amplitude នៃរលកតម្រួតនិងរំយោលមិនដូចគ្នាទេពីព្រោះ amplitude នៃរលកគឺជាបំលាស់ទីអតិបរមានៃអង្គធាតុធៀបទៅនឹងទីតាំងលំនឹងហើយរំយោលនឹងគឺជាចលនាខួបនៃអង្គធាតុធ្វើចលនាសងខាងស្ថានភាពលំនឹងចឹងវាខុសគ្នាដោយសារតែអញ្ចឹងឯងយើងរៀបរាប់ពីវាទៅគឺវាមិនដូចគ្នាទេ25ដោយមិនដេចហៅថាចលនា sinusoid តើ elongation របស់រលក2មានតម្លៃដោយមិនដេចកាលណាចលនា sinusoid 2នោះមានចលនាឈប់ហាអញ្ចឹងចលនា sinusoid នឹងគឺជាចលនាដែលមាន diagram នៃរំយោលជាអនុគម sinusoid នៃពេលចលនាខួបរលកហើយ elongation របស់រលក2គឺវាមានតម្លៃផ្ទុយគ្នាកាលណារំយោល sinusoid ហ្នឹងវាមានចលនាឈុំផាអញ្ចឹងបើមានចលនាឈុំផាមានតម្លៃផ្ទុយគ្នាឯង26ដូចមិនដេចហៅថាបាតុភូតអង្គទះបរងហើយបាតុភូតនេះមានប៉ុន្មានប្រភេទបាតុភូតអង្គទះបរងគឺសំណួរនេះយើងមិនប្រឡងចេញទេយើងមិនបាច់មើលទេចឹងសំណួរទី26 27 28គឺក្នុងមេរៀនអង្គទះបរងនិង diffraction ដែលជាមេរៀនដែលយើងមិនចេញប្រឡងហើយគ្រូក៏មិនរៀនដែរចឹងយើងមិនបាច់មើលទេ3សំណួរហ្នឹង29ហេតុអ្វីបានជាគេធ្វើប្រអប់ត្រីវិស័យពីស្ពាន់នេះស្ពាន់ណាដោយជាប់ផ្លាស្ទិកហេតុអ្វីមិនធ្វើពីដែកដោយសារតែគេធ្វើប្រអប់ត្រីវិស័យពីស្ពាន់ទៅជាប់ផ្លាស្ទិកព្រោះតែស្ពាន់នឹងជាប់ផ្លាស្ទិកហ្នឹងវាគ្មានជំរាបម៉ាញ៉េទិកនិងគ្មានឥទ្ធិពលលើត្រណិកត្រីវិស័យទេត្រណិកត្រីវិស័យហ្នឹងវាមានលក្ខណៈឆក់ទាញដែកអញ្ចឹងកាលណាយើងដាក់ដែកថែមវាធ្វើឲ្យដំណើរការរបស់ត្រីវិស័យហ្នឹងមានការប្រែប្រួលផ្លាស់ប្ដូរអញ្ចឹងគេអត់ធ្វើពីមេដែកទេធ្វើពីដែកអីទេ30តើគេប្រើវិធានដៃស្ដាំយ៉ាងដូចម្ដេចដើម្បីកំណត់ទិសដៅខ្សែដែនម៉ាញ៉េទិកចរន្តករណីចរន្តត្រង់ករណីចរន្តវងដើម្បីកំណត់ទិសដៅខ្សែដែនម៉ាញ៉េទិកគេប្រើវិធានដៃស្ដាំករណីចរន្តត្រង់កន្ធិកមេដៃតាមទិសដៅចរន្តរួចក្តោបមេរៀនទាំង4តាមទិសដៅដែនម៉ាញ៉េទិកករណីចរន្តវងក្តោបមេរៀនទាំង4តាមទិសដៅចរន្ត E រួចកន្ធិកមេដៃតាមទិសដៅដែនម៉ាញ៉េទិកចឹងទៅវាខុសគ្នាបន្តិចចឹងទៅវាមានការខុសគ្នាដោយសារតែចរន្តត្រង់កន្ធិកមេដៃតាម E ទៅពេលចរន្តវងក្តោបមេរៀនទាំង4តាមទិសដៅ E វិញសំណួរទី31ដែលមិនដេចហៅថាមេដៃតាមមេដៃចាក់ចេញជាប៉ុន្មានប្រភេទចូលឲ្យនិយមន័យនៃប្រភេទមេដែកនីមួយៗព្រមទាំងរកឧទាហរណ៍មកតាមប្រភេទនៃមេដែកនីមួយៗបញ្ជាក់ផងមេដែកគឺជាអង្គធាតុដែលអាចឆក់ទាញដែកនិងកំទេចដែកបានមេដែកចែកចេញជាពីរគឺមេដែកធម្មជាតិគឺជាមេដែកដែលមានស្រាប់ក្នុងធម្មជាតិឧទាហរណ៍ដែកអុកស៊ីតម៉ាញ៉េទិកហើយមេដែកមួយទៀតគឺមេដែកសបនិមិត្តចឹងមេដែកសបនិមិត្តគឺជាមេដែកដែលបង្កើតឡើងដោយមនុស្សឧទាហរណ៍មានមជ្ឈមេដែករបាមេដែកនិងមេដែករាងអុយសំណួរទី32តើអ្វីខ្លះជាប្រភពនៃដែនម៉ាញ៉េទិកតើអង្គដែលឆុងម៉ាញ៉េទិកត្រូវបានគិតជាអ្វីចាំឡើយប្រភពនៃដែនម៉ាញ៉េទិកមានមេដែកផែនដីនិងចរន្តអគ្គិសនីហើយអង្គដែលឆុងម៉ាញ៉េទិកត្រូវបានគិតជាតេស្លា
ទី34នៅពេលចរន្តអគ្គិសនីឆ្លងកាត់បូប៊ីនគេសង្កេតឃើញពណ៌របស់បូប៊ីនមានខ្សែដែនរត់ចេញហើយពណ៌មួយទៀតមានខ្សែដែនរត់ចូលតើពណ៌មួយណាជាពណ៌ជើងហើយពណ៌មួយណាជាពណ៌ត្បូងរបស់បូប៊ីនស្រាប់ចេញនៅក្នុងបាក់ឌុប2016ចឹងនៅពេលចរន្តអគ្គិសនីឆ្លងកាត់បូប៊ីនគេសង្កេតឃើញពណ៌មួយរបស់បូប៊ីននោះមានខ្សែដែនរត់ចេញហើយពណ៌មួយទៀតមានខ្សែដែនរត់ចូលអញ្ចឹងពណ៌ដែលមានខ្សែដែនរត់ចេញគឺជាពណ៌ជើងហើយពណ៌ដែលមានខ្សែដែនរត់ចូលគឺជាពណ៌ត្បូងអញ្ចឹងចេញជើងចូលត្បូងវិញសំណួរទី35តើវេកទ័រដែនម៉ាញេទិកត្រង់ផ្ចិតនៃសូលេនីតមួយប្រែប្រួលយ៉ាងដូចម្តេចកាលណាអង់តង់ស៊ីតេចរន្តកើន2ដងកាលណាគេបដូរទិសដៅចរន្តចឹងយើងអាចឆ្លើយប្រាប់គេមកអានេះធ្លាប់ចេញនៅក្នុងបាក់ទុ2014ចឹងវេកទ័រដែនម៉ាញេទិកត្រង់ផ្ចិតនៃសូលេនីតនោះមានការប្រែប្រួលកាលណានៅចំពោះលក្ខខណ្ឌទី1គេថាចរន្តកើន2ដងអញ្ចឹងបើចរន្តកើន2ដងនោះដែនម៉ាញេទិកកើន2ដងដែរតាមរូបមន្តនេះ B ស្មើនឹង10 NE នៅលើ L ចឹងកន្លែងនេះគេចង់ប្រាប់ថា E ហ្នឹងគឺស្មើ2ដងវាកើន2ដងចំនួនទី36ដោយម្ដេចហៅថាដែនក្នុងករណីបដូរទិសដៅចរន្តនោះដែនម៉ាញេទិកក៏បដូរទិសដៅដែរអញ្ចឹងវាបដូរទិសដៅគឺយើងត្រូវប្រើប្រាស់វិធានដៃស្ដាំដើម្បីកំណត់ទិសដៅវាសំណួរទី36ដោយម្ដេចហៅថាដែនម៉ាញេទិកដែនម៉ាញេទិកគឺជាលំហដែលនៅព័ទ្ធជុំវិញមេដែកឬជុំវិញចរន្តអគ្គិសនីហើយអាចបង្កើតនូវកម្លាំងម៉ាញេទិកបានងាយដែនម៉ាញេទិកគឺជាលំហនៅព័ទ្ធជុំវិញមេដែកឬព័ទ្ធជុំវិញចរន្តអគ្គិសនីហើយអាចបង្កើតនូវកម្លាំងម៉ាញេទិកបានទី37ដោយម្ដេចហៅថាដែនម៉ាញេទិកឯកសណ្ឋានហើយដែននេះកើតមាននៅត្រង់ណាខ្លះដែនម៉ាញេទិកឯកសណ្ឋានគឺជាដែនម៉ាញេទិកដែលមានខ្សែដែនជាបន្ទាត់ស្របគ្នាមានទិសដៅដូចគ្នាអង់តង់ស៊ីតេស្មើគ្នាជានិច្ចអញ្ចឹងដែនម៉ាញេទិកឯកសណ្ឋាននោះវាកើតមាននៅក្នុងសូលេនីតនៅចន្លោះប៉ូទាំងពីរនៃមេដែករាងអុយហើយនឹងនៅចន្លោះបូប៊ីនហុំហុលសូនេះគេអាចដាក់បន្ថែមនៅក្នុងការប្រឡងក៏ថាបានសំណួរទី38តើដែនម៉ាញេទិកនិងផ្លុចម៉ាញេទិកខុសគ្នាយ៉ាងដូចម្ដេចតើទំហំសម្រាប់សម្គាល់គេហៅថាអ្វីនិងមានຂະຫນាត់គិតជាអ្វីដែនម៉ាញេទិកនិងផ្លុចម៉ាញេទិកខុសគ្នាត្រង់ឥឡូវយើងនិយាយពីដែនម៉ាញេទិកគឺជាលំហដែលនៅព័ទ្ធជុំវិញមេដែកឬជុំវិញចរន្តអគ្គិសនីហើយអាចបង្កើតនូវកម្លាំងម៉ាញេទិកបានវានៅជុំវិញមេដែកឬជុំវិញចរន្តអគ្គិសនីហើយបង្កើតកម្លាំងម៉ាញេទិកបានទំហំសម្គាល់ដែនម៉ាញេទិកអង្គដូចឆុងម៉ាញេទិក B ហើយមានຂະຫນាត់គិតជាតេស្លាហើយផ្លុចម៉ាញេទិកវិញគឺជាទំហំសម្រាប់សម្គាល់ចំនួនខ្សែដែនម៉ាញេទិកដែលឆ្លងកាត់ផ្ទៃមួយទំហំសម្គាល់ផ្លុចម៉ាញេទិកគឺ Phi ដែលមានຂະຫນាត់គិតជា Weber ផ្លុចម៉ាញេទិកហើយនឹងដែនម៉ាញេទិកសំណួរទី39ដោយម្ដេចហៅថាសូលេណូអ៊ីតចូលឲ្យលក្ខណៈសម្គាល់នៃវេកទ័រដែនម៉ាញេទិកក្នុងសូលេណូអ៊ីតសូលេណូអ៊ីតគឺជាបូប៊ីនដែលមានប្រវែងវែងជាងកាំ5ដងដែនម៉ាញេទិកក្នុងសូលេណូអ៊ីតជាដែនឯកសណ្ឋានដែលមានលក្ខណៈសម្គាល់អញ្ចឹងសម្គាល់របស់វាគឺមានចំណុចចាប់ទិសដៅហើយនិងអង់តង់ស៊ីតេយើងអាចនិយាយមកចំណុចចាប់របស់វាគឺត្រង់ផ្ចិតនៃសូលេណូអ៊ីតទិសគឺស្របទៅនឹងអសូលេណូអ៊ីតហើយទិសដៅយើងកំណត់បានតាមវិធានដៃស្ដាំអង់តង់ស៊ីតេរបស់វាគឺ B ស្មើនឹង10 NE ឬក៏ស្មើ10 N ធំនៅលើ L គុណ E សំណួរទី40អញ្ចឹងយើងជិតចប់ហើយដោយសារយើងមានតែ60សំណួរទេចលនាផង់ផ្ទុកបន្ទុកអគ្គិសនីផ្លាទីក្នុងដែនម៉ាញេទិកឯកសណ្ឋាន B តើពេលណាវាមានចរន្តត្រង់ចលនាវងតើពេលណាវាមានចលនាត្រង់ចលនាវងនិងចលនាលើកន្លងស្ពីរ៉ាល់អញ្ចឹងវាមានចលនាត្រង់គឺកាលណាដែល vector v0 គឺវាស្របឬវាស្រប vector B ឬក៏ v0 vector v0 យើងវាមានទិសដៅច្រាស់ vector B ហើយវាបង្កើតបានជាចលនាវងតែ vector v0 គឺកែងជាមួយនឹង vector B ហើយចលនាលើកន្លងស្ពីរ៉ាគឺកាលណាតែវាបង្កើតបានជាមុំ alpha មានន័យថា v0 ហើយនឹង B បង្កើតបានមុំ alpha សំណួរទី41ដោយម្ដេចហៅថា spectrum